នៅរដូវវស្សាអញ្ចឹងគឺសម្បូរខ្យងស្រែមែនទែនបងប្អូនអញ្ចឹងថ្ងៃនេះយើងមកធ្វើម្ហូបរំលឹកអតីតកាលពីខ្យងស្រែជាមួយគ្នាជាពិសេសគឺមកដឹងពីក្បួនធ្វើទឹកប្រហុកឲ្យឆ្ងាញ់នឹងហ្មងខ្ញុំនិយាយមែនញ៉ាំម្ហូបនេះហើយគឺនឹកពុកម៉ែបងប្អូនដែលនៅស្រុកខ្លាំងនេះយើងស្រោះហើយយើងចាក់ម្សៅទៅយើងលាងទៅជ្រក់នេះមកទៅយើងជ្រក់អាស្ទះវានេះយើងអត់យកវានេះយើងរើសទឹកខ្យងយើងរើសទឹកខ្យងទៅយើងយកទឹកខ្យងវាមកយើងជិះយើងវាស្អែតដាក់មកនេះមកនេះអានេះខ្ញុំលាងដល់ទឹកទី4នេះបងប្អូនខ្លាទៅហ្នឹងយកណានេះអត់តន់ចាប់ទេត្រូវយកខ្យងនេះទៅស្ងោរម្សៅទៀតយើងស្ងោរម្សៅទៀតដាក់គ្រឿងអីមកថាជាតិយើងទៅស្អាតញ៉ាំទៅស្និតមាត់ហ្មងប៊ីចេនកាក់មិនបានទេស្ងោរវា15នាទីមានទី31សម្រាប់អ្នកខ្ចិនណាបាច់ហាន់នេះចេះមកចាំយកមកទៅលឿនគ្រឿងរបស់យើងឆ្អិនហើយប្រហុកខ្ទឹមមួយម្ទេសនឹងត្រូវការដុតត្រូវអាំងវាអញ្ចឹងណាតែនេះយើងហាន់វាទូចសិនណាខ្ទឹមនេះយើងត្រូវការបកវាឈ្ងុយណាខ្ទឹមដុតហ្នឹងហាន់វាយ៉ាងណាទឹកប្រហុកនេះអត់មានអីបាក់ធ្វើទេហើយនេះខ្ចីចានតាមដាក់សិនខ្ទឹមម្ទេសមិញហ្នឹងដាក់ចូលអញ្ចឹងណានេះអាំងមួយលក្ខណៈឈ្ងុយតែហើយដាក់បោះចូលដែរមកនេះយើងប្រើទឹកឆ្អិនមែនដល់គ្នាជ្រុំវាឲ្យនេះមកអូជាខ្លាំងណាស់មកវា15នាទីហើយវ៉ាវឈ្ងុយមកខ្យងស្រែបើវាខាងខាងចាំហ៎ហេតុខំមកអូនហ្នឹងគឺជឿទៅកុំមើល